សួស្តីប្រិយមិត្តកាសែត Thai The Nation រាយការណ៍ថាទីភ្នាក់ងារសារព័ត៌មាន Reuters រាយការណ៍នៅថ្ងៃទី15វិច្ឆិកានេះថាលោក Donald Trump និយាយកាលពីថ្ងៃសុក្រដែលលោកជឿថាប្រទេសថៃនិងកម្ពុជានឹងល្អឡើងវិញបន្ទាប់ពីលោកបានធ្វើការអំពាវនាវឲ្យភាគីទាំងពីរនេះបន្ថយភាពតានតឹងតាមបណ្ដោយព្រំដែនរួមរបស់ពួកគេការកត់សម្គាល់របស់លោកនេះកើតឡើងទោះបីជាប្រទេសថៃទទូចឲ្យមានការសុំទោសពីទីក្រុងភ្នំពេញខ្ញុំគិតថាពួកគេមិនអីទេលោកត្រាំបានប្រាប់អ្នកសារព័ត៌មាននៅល្ងាចថ្ងៃសុក្រតែទោះជាយ៉ាងណានៅថ្ងៃសៅរ៍នេះនាយករដ្ឋមន្ត្រីថៃអនុទិនបាននិយាយថាទីក្រុងបាងកកនឹងមិនចូលរួមនៅបទឈប់បាញ់ឡើងវិញទេលុះត្រាតែកម្ពុជាទទួលស្គាល់ការរំលោភបំពានរបស់ខ្លួនហើយចេញសេចក្តីសុំទោសចំពោះឧបទ្ទវហេតុដែលខ្លួនបានដាក់មីនជាចុងក្រោយលោកត្រាមនិងលោកអានវ៉ាក៏បានតាក់ទងគ្នាដែរចំណែកលោកអានីទីននៅតែនិយាយថាថៃរក្សាសិទ្ធិក្នុងការចាត់វិធានការចាំបាច់ណាមួយដើម្បីធានាសុវត្ថិភាពប្រជាជនថៃនិងការពារទឹកដីរបស់ខ្លួនពីការគំរាមកំហែងក្រោយមកលោកអានវ៉ាបានបង្ហោះនៅលើបណ្ដាញសង្គម X ថាកម្ពុជានិងថៃបានត្រៀមខ្លួនដើម្បីបន្តជ្រើសរើសកន្លែងសម្រាប់ការសន្ទនាក្នុងការខិតខំប្រឹងប្រែងការទូតដែលជាមាគ៌ាដ៏មានប្រសិទ្ធភាពមួយឆ្ពោះទៅរកដំណោះស្រាយ